여러분 안녕하세요. 마침내 수업 보다គ្នាជួបគ្នានៅក្នុងវីដេអូចុងក្រោយនៅក្នុងមេរៀនទី1តាវីដេអូទី3នេះគឺជាវីដេអូចុងក្រោយនៅក្នុងមេរៀនទី1ហើយតែឥឡូវយើងចូលដល់ផ្នែកខាង Maraki wa Thutki ដែលចូលដល់ផ្នែកខាងនិយាយហើយនិងផ្នែកខាងស្ដាប់នេះណាតែឥឡូវយើងកុំឲ្យខាត់ពេលយូរយើងតមេរៀនរបស់យើងតែយើងមើល 1번 តលេខ1តា 교실에서 후엔지와 안젤라 씨가 인사해요. 그냥 후엔ជាមួយនឹងកញ្ញា Angela គាត់រៀបទៀតគ្នាឬក៏គាត់ស្វាគមន៍គ្នានៅក្នុងថ្នាក់រៀនតែថើមqua 같이 이야기해보세요 តែqua 같이កន្លែងនេះឲ្យដូចទៅនឹងតែឲ្យដូចទៅនឹងថាខាងក្រោមអញ្ចឹងកន្លែងនេះសូមសាកនិយាយគ្នាឲ្យដូចទៅនឹងខាងក្រោមតែឥឡូវយើងមើលកន្លែងនេះគឺកន្លែងនេះបងប្អូនបើសិនជាបងប្អូនចង់ស្ដាប់បងប្អូនយកទូរស័ព្ទមកបើកកាមេរ៉ាឲ្យ scan ទៅលើ QR code ហ្នឹងទៅវានឹងចេញសំឡេងឲ្យរៀនស្ដាប់ហើយតែឥឡូវខ្ញុំអានឲ្យតែម្ដងតែគេថា Huen មានតួអង្គគឺមាន Huen ជាមួយនឹង Angela គឺថា Huen 안녕하세요 តែជំរាបសួរ 저는 Huen이에요 ដែលជំរាបសួរខ្ញុំគឺ Huen ឬក៏ខ្ញុំឈ្មោះ Huenតាបន្តមកទៀតយើងមើលខាងក្រោមណេតាអញ្ញងអាសេយ៉ូតាចាជំរាបសួរ 저는 안젤라예요 តាខ្ញុំឈ្មោះ Angela ឬក៏ខ្ញុំគឺ Angela តាហួនថា Angela 씨는 어느 나라에서 왔어요 អញ្ចឹងនៅពេលដែលយើងចង់សួរថាតើអ្នកមកពីប្រទេសណាអញ្ចឹងយើងអាចសួរដូចប្រយោគនឹងអញ្ចឹងសួរ 어느 나라에서 왔어요 សួរតើ Angela តើអ្នកនាង Angela ឬក៏កញ្ញា Angela មកពីណ៎ eso 왔어요 កន្លែងនេះបកថាមកពី Nara ប្រទេសអនណាមួយប៉ុន្តែយើងអត់បកថាប្រទេសណាមួយទេយើងបកថាប្រទេសណាប្រទេសអ្វីឬក៏ប្រទេសណាអញ្ចឹងគេសួរថាគាត់ថាតើកញ្ញា Angela មកពីប្រទេសណាអូខេខ្ញុំរៀងតឹងចំមុះបន្តិចរៀងចង់ហៀសបោសំទោសផងបន្តមកទៀតយើងមើលខាងក្រោមតែគេ Angela គាត់ឆ្លើយសំទោសផងរៀងហៀសបោហើយរៀងនេះបន្តិចរៀងពិបាកបន្តិចសំទោសផងអូខេតើឥឡូវយើងមើល Angela គាត់ថាម៉េច Angela គាត់ឆ្លើយមកវិញ Philippines 왔어요 តែខ្ញុំមកពីតែ eso កន្លែងនេះបកថាពីណាខ្ញុំមកពីប្រទេសហ្វីលីពីនយើងមើល Huen Angela 씨 만나서 반가워요 កន្លែងនេះalso 반갑다 កន្លែងនេះយើងបកថារីករាយដែលបានស្គាល់ណាពាក្យ 만나다 ជួបតែជួបហើយស្គាល់អញ្ចឹងកន្លែងនេះយើងអត់បកថារីករាយដែលបានជួបយើងបកថារីករាយដែលបានជួបក៏បានជួបក៏បានយើងបកថារីករាយដែលបានស្គាល់ក៏បានដែរតែពាក្យ 반갑다 ហ្នឹងនៅពេលដែលយើងជួបនរណាម្នាក់ហើយយើងចង់និយាយថាយើងរីករាយដែលបានជួបគេអញ្ចឹងយើងប្រើ also มัน반갑다 អញ្ចឹងអូខេតា Angela 씨 만나서 반가워요 តារីករាយដែលបានជួប Angela កញ្ញា Angela ឬក៏រីករាយដែលបានស្គាល់កញ្ញា Angela តាមានន័យអញ្ចឹងអូខេតាយើងមើលខាងក្រោមកន្លែងនេះគឺលេខ1តាលេខ1គឺជាអ្វីដែលខ្ញុំបានអានហើយបកប្រែឲ្យខាងលើហ្នឹងហើយបន្ទាប់មកទៀតលេខ2តែលេខ2កន្លែងនេះគឺមានពណ៌លឿងដូចគ្នាណាពណ៌លឿងណា Angela ពណ៌លឿងហើយ Erin ក៏ពណ៌លឿងដែរអញ្ចឹងគេឲ្យយើងយកពណ៌លឿងហ្នឹងយកទៅដូរជាមួយនឹងពណ៌លឿងនេះយើងដូរជាមួយនឹងពណ៌លឿងហើយយើងអានហើយបន្ទាប់មកទៀតពណ៌រៀងត្រួយចេកកន្លែងនេះគេឲ្យយើងដូរជាមួយនឹងពណ៌ត្រួយចេកកន្លែងនេះតែអ្នកនរគ្នាសាកល្បងបដូរពីអាលេខ1ហ្នឹងយកអាលេខ2ទៅដាក់ហើយអានសារឡើងវិញអានម្ដងពីរដងបើយើងចង់លក្ខណៈយើងចង់ចេះលឿនអីចឹងហើយរៀងចង់ឲ្យយើងផារឹមរបស់យើងសំឡេងភាសាកូរ៉េរបស់យើងនឹងកាន់តែវិវត្តកាន់តែល្អយើងព្យាយាមអានឲ្យបានច្រើនអូខេតើឥឡូវយើងចូលដល់លេខ2នៅខាងក្រោមតែលេខ2នៅខាងក្រោមតែ 2번 여러분도 친구와 인사해 보세요 여러분도 កន្លែងនេះ 여러분 អ្នកនរគ្នាតូក៏ផងដែរណាកន្លែងនេះអ្នកនរគ្នាក៏ស្វាគមន៍ឬក៏រាក់ទាក់ជាមួយនឹងមិត្តភ័ក្តិផងដែរតែឥឡូវមើលខាងក្រោមហ្នឹងគេថា
아는 우선글랜이 뭐 스라이는 게 소타믹 소다 이름이 뭐예요? 아니បង្ហាញពីសំណួររបស់យើងនៅពេលដែលយើងសួរទៅកាន់មិត្តភ័ក្តិយើងរៀបទៀតជាមួយនឹងមិត្តភ័ក្តិយើងរៀបទៀតដល់របៀបណាអញ្ចឹងគឺសួរអ៊ីឬមីមួយតើនេះឈ្មោះអីតើនេះឈ្មោះអ្វីឬក៏តើនេះឈ្មោះអីបន្តមកទៀតយើងសួរគេឈីកូពីមួយតើនេះការងាររបស់នេះជាការងារមុខរបរឬក៏ការងារនេះគឺជាអ្វីបន្តមកទៀតយើងសួរសំណួរទី3គេសួរថា어느 나라에서 왔어요សួរថា어느 나라에서 왔어요តើអ្នកមកពីប្រទេសណាតើអ្នកមកពីប្រទេសអ្វីឬក៏ប្រទេសណាអានឹងគឺជាសំណួរនៅពេលយើងទៅរៀបតែជាមួយមិត្តភ័ក្តិនៅក្នុងជាមួយមិត្តភ័ក្តិនៅក្នុងថ្នាក់ក៏បានឬក៏មិត្តភ័ក្តិនៅកន្លែងណានៅពេលយើងដើរចេញទៅក្រៅជួបគ្នាអញ្ចឹងណាអូខេតើឥឡូវយើងចូលដល់ផ្នែកខាងស្ដាប់តែយើងដល់ផ្នែកខាងស្ដាប់តែកន្លែងនេះផ្នែកខាងស្ដាប់បងប្អូន scan QR code បន្តិចណា scan QR code ឲ្យរៀនស្ដាប់បន្តិចទៅក៏ល្អដែរតែឥឡូវខ្ញុំអានឲ្យទៅម្ដង라흐만 씨와 이링 씨가 이야기해요.លោកឡាហឺម៉ាន់និងកញ្ញាអ៊ីរីងហ្នឹងគាត់និយាយគ្នាឆាល់ធឹកគោតើស្ដាប់ឲ្យច្បាស់តែឆាល់ធឹកគោឡើយនេះស្ដាប់ឲ្យច្បាស់គោហើយថាប់ភេភូសេយ៉ូគាត់ថាប់ផាដាឆ្លើយថាប់ភេភូសេយ៉ូសូមសាកឆ្លើយតែគេឲ្យយើងស្ដាប់ឲ្យច្បាស់ហើយគេឲ្យយើងសូមសាកឆ្លើយ이링 씨는 중국에서 왔어요. 딱 기소타타 그냥 이링គាត់មកពីប្រទេសចិនមែនទេតែកន្លែងនេះគឺមានគេដាក់ចម្លើយមកមានណេហើយនឹងមានអានិយោតែបើសិនជាអ៊ីរីងគាត់មកពីប្រទេសចិនយើងដាក់ណេ이링 씨는 중국에서 왔어요.យើងអាចឆ្លើយអញ្ចឹងបើថាមែនទេគេដាក់아니요 아니요យើងដាក់ប្រទេសដែលគាត់មកឧទាហរណ៍បើសិនជាគាត់ជាមកពីណាមកពីហ្វីលីពីនឧទាហរណ៍អញ្ចឹងណា아니요 이링 씨는 필리핀에서 왔어요.ឧទាហរណ៍អញ្ចឹងបើសិនជាត្រូវយើងដាក់ណេមកយើងដាក់ 이링 씨는 중국에서 왔어요. ទៅយើងទៅសេវាពីក្រៅបន្តិចមកក៏បានដែរតា이링គាត់មកពីប្រទេសចិនត្រូវអត់ណាត្រូវតែ이링គាត់មកពីប្រទេសចិនតែណេ 중국에서 왔어요. តែ 이링 씨는 중국에서 왔어요. 오케이, 달리 B. 선물 B 수 라흐만 씨는 어느 나라에서 왔어요? 따따룩 라흐만 먹비 브라테나. 다 인정. 김민점라이 B 티모 필리핀 따티비 방글라데시. 다 인정 라흐만 것 먹비 브라테나. 것 먹비 브라테 방글라데시. 나 것 먹비 브라테 방글라데. Ok, ta lấy những chỗ đọc này kháng án, chỗ đọc này kháng ilgiwa suki, ta chỗ này kháng án hai nâng, này kháng sở xe. Ok, lấy những mơ lại ní, mơ lịch mũi. Thở mượn ta kháng crom ní. Thở khurul, ok, thở khurul. Ilko, kéo những án, ta bật này kháng crom ní hai. Cô hai. 질문에 답해 보세요. 다 질문 những bộ ta sầm nô. cái này mình đây bằng hai bòi và sắp bằng hai pi tự đại nghĩa là 질문에 답해 보세요. ôm sa trả từ nâng cái này nó bỏ thật từ nâng sầm nô ok ta lại dừng mơ cái kia ta bật khang còng vậy tiếp tục mà ta bật nâng cứ kia trong vậy pi Jason tại chỉ một bọc cốt cứ một Jason McKay ấy mi cũng New York ta mi cũng New York lại này cứ quan mau pi thì cái đông New York bật tê Americ hay Yongo son sinh niệm là quan chỉ có đủ bằng riêng phía sau lề ta khang lơ mấy cái đại Yongo khang xa đấy nơi video thì mối video thì pi sớm tôi vừa video thì pi cái đã Yongo khang xa đủ bằng riêng phía sau lề ok ta lấy dùng mưa bọt này cứ chạy bọt bọt kìa anh ấy cứ chỉ cần này nom liệt là click lấy bóng ôn phi diêm sạ bóng vực hạt an cái này nó bọt kia hay bóng ôn ai vô bọt nứngឧទាហរណ៍ថាជាបងប្អូនផ្ទាល់ហើយបងប្អូនអនុវត្តរៀនអានរៀននិយាយម្នាក់ឯងណាដើម្បីឲ្យយើងនឹងមានភាពស្ទាត់ជំនាញនៅក្នុងការណែនាំខ្លួនលក្ខណៈខ្លីៗអូខេតាយើងមើលកន្លែងនេះអត្ថបទរបស់គេថាម៉េច안녕하세요ជំរាបសួរ저는ខ្ញុំ제이슨이에요 다ខ្ញុំឈ្មោះ Jason 미국 뉴욕에서 왔어요 다ខ្ញុំមកពីទីក្រុង New Yorkប្រទេសអាមេរិកតាកន្លែងនេះគេទៅសេ New York ប៉ុន្តែអានឹងភាសាកូរ៉េប៉ុន្តែអង់គ្លេសគេថា New York ខ្ញុំមកពីទីក្រុង New York ប្រទេសអាមេរិក저는ខ្ញុំ영어 선생님이에요 តែខ្ញុំគឺជាណា EAO កន្លែងនេះគឺជា
គ្រូបង្រៀនសនសិងនាមយ៉ងតាអង់គ្លេសតាម៉ាណាសោផាន់កាវយោតារីករាយដែលបានស្គាល់ជាងបងអញ្ចឹងអូខេតើឥឡូវយើងឆ្លើយសំណួរខាងក្រោមមកសំណួរខាងក្រោម1សំណួរទី1 Jason 씨는 미국에서 왔어요. សួរតើលោក Jason គាត់មកពីប្រទេសអាមេរិកមែនទេតែចម្លើយកន្លែងនេះបើសិនជាគាត់មកពីប្រទេសអាមេរិកគេដាក់ 네 미국에서 왔어요 ក៏បានយើងដាក់ 네 Jason 씨는 미국에서 왔어요 ក៏បានដែរបើថាមែនទេយើងដាក់ 아니에요 ហើយយើងដាក់ប្រទេសដែលគាត់មកអញ្ចឹងJason គាត់មកពីណាគាត់មកពីអាមេរិកមិនអញ្ចឹងយើងដាក់ទៅមិនយើងដាក់ 네 Jason 씨는 미국에서 왔어요. 자, 선물 TV. Jason 씨는 학생이에요. 수다 록 Jasonគឺជាសិស្សមែនទេអញ្ចឹងកន្លែងនេះគេឲ្យជំរឿយើងពីឲ្យ 네 ហើយនឹង 아니요 ដូចគ្នាអញ្ចឹងមើលដែរ Jason គាត់ជាអីគេគាត់ជាគ្រូគាត់មិនជាសិស្សទេអញ្ចឹងយើងកន្លែងនេះឆ្លើយ 아니요. Jason 씨는 선생님이에요. ចម្លើយសំណួរទី2តែសំណួរទី3 Jason 씨는 한국어 선생님이에요. តែសួរតើលោក Jason នឹងគាត់គឺជាគ្រូបង្រៀនភាសាកូរ៉េមែនទេតើគាត់ជាគ្រូបង្រៀនអីគេគាត់គឺជាគ្រូបង្រៀនភាសាអង់គ្លេសអញ្ចឹងគេដាក់កន្លែងនេះយើងឆ្លើយ 아니에요. តែ Jason 씨는 영어 선생님이에요. គាត់គឺជាគ្រូបង្រៀនភាសាអង់គ្លេសអូខេតើឥឡូវយើងតមកចំណុចទី2មក2번 여러분을 소개하는 글을 써보세요. សូមសាកសរសេរអត្ថបទដែលណែនាំខ្លួនពីអ្នកទាំងអស់គ្នាអូខេតើឥឡូវយើងមើលខាងក្រោមនេះគេឲ្យយើងពេញអត់មានទេពិបាកទេណាកន្លែងនេះយើងពេញឧទាហរណ៍យើងឈ្មោះអីគ្រូចោកយើងជនជាតិអីសញ្ជាតិរបស់យើងគឺជាអ្វីបន្តមួយឈីក៏មករបស់យើងជាអីយើងទៅសេចូលបន្តិចមកហើយកន្លែងនេះហើយយើងយកអាខាងនេះយើងមកដាក់ចូលមកគ្នាមកទៅថាអញ្ញងសេអូដូចគ្នាខ្ញុំឆនឿនមកអ៊ីអេយ៉ូឬក៏យេយ៉ូបន្តមកទៀតយើងដាក់មកឧទាហរណ៍យើងដាក់ប្រទេសមកដាក់គ្រូចោកយើងដាក់ឧទាហរណ៍យើងមកពីកម្ពុជាហ្នឹងឧទាហរណ៍កន្លែងនេះឆនឿនម៉ាការ៉ាយេយ៉ូឧទាហរណ៍អញ្ចឹងម៉ាការ៉ាយេយ៉ូខ្ញុំគឺម៉ាការ៉ាបន្តមកទៀតយើងដាក់កម្ពុជាសៀមរាបអេសវ៉ាស័យរខ្ញុំមកពីខេត្តសៀមរាបប្រទេសកម្ពុជាបន្តមកទៀតកន្លែងនេះទៀតទៅជាមួយនឹងជីកបមុខរបរនិយាយដាក់ឆនឿន회사원이에요. 그리고 저는 공장 직원이에요. ខ្ញុំគឺជាកម្មកររោងចក្រឧទាហរណ៍អញ្ចឹងអូខេតាឥឡូវយើងមើលកន្លែង Manaso Phankawayo នេះចុងក្រោយថារីករាយដែលបានស្គាល់តែប៉ុណ្្នឹងមកតែកន្លែងនេះឋានចាំងរបស់យើងកន្លែងនេះក្តារពាក្យកន្លែងនេះមានពីរពាក្យទី1គឺ New York តែ New York កន្លែងនេះគឺ New York ទីក្រុង New York ហើយយ៉ងភាសាអង់គ្លេសអូខេតែជាចុងក្រោយយើងចូលដល់ផ្នែកចុងក្រោយហើយគឺយើងចូលដល់ផ្នែក문화와 정보다 와빠토 문화 와빠토와 능 정보다ព័ត៌មាន 와빠토는ព័ត៌មាន នៅក្នុងមេរៀនទី1របស់យើងគឺ 한국의 인사말일 តែពាក្យគួរសមឬក៏ពាក្យស្វាគមន៍គ្នារបស់ប្រទេសកូរ៉េទី1រូបខាងក្រោមហើយចាំយើងឆ្លើយនៅសំណួរខាងលើថានេះគឺគេបែងចែកទី2នៅក្នុងប្រទេសកូរ៉េគឺការ INSA ហ្នឹងគឺគេបែងចែកជា2អញ្ចឹង INSA កន្លែងនេះខ្ញុំនឹងបកប្រែខុសពីខាងលើបន្តិចដូចស្អីពាក្យ INSA នៅក្នុងប្រទេសកូរ៉េពាក្យ INSA ហាដាហ្នឹងគឺនៃវារឿងទូលំទូលាយបន្តិចបកប្រែបាននឹងច្រើនអូខេតាកន្លែងនេះគឺយើងមើលកន្លែងនេះគឺមាន Manalte Autoke INSA ហេតែពេលដែលជួបគ្នាតើគេរាក់ទាក់ឬក៏គេស្វាគមន៍គ្នាដោយរបៀបណាបន្តមកទៀត Heo Chilte តា Heo Chida យើងបកថាបែកគ្នាអញ្ចឹង Heo Chilte តែពេលដែលបែកគ្នា Autoke INSA Heo តើគេលាគ្នាតែ INSA កន្លែងនេះយើងបកថាលាគ្នាណាលាគ្នាដោយរបៀបណាអញ្ចឹងខាងលើ INSA ខាងលើពេលជួបគ្នាយើងបកថាស្វាគមន៍ឬក៏រាក់ទាក់គ្នាដល់ពេលខាងក្រោមពេលបែកគ្នាយើងបកថាលាគ្នា INSA ហាដាកន្លែងនេះបកថាលាគ្នាអញ្ចឹងពេលដែលបែកគ្នាតើគេលាគ្នាដោយរបៀបណាគឺមានន័យអញ្ចឹងអានឹងពាក្យ INSA ហាដាឥឡូវយើងមើលផ្នែកខាងពេលជួបគ្នាសិនតែគេថា Manalte Autoke INSA Heo តែពេលជួបគ្នានឹងតើគេរាក់ទាក់ឬក៏ស្វាគមន៍គ្នាដោយរបៀបណាតែយើងមើលរូបហើយយើងនិយាយណាឥឡូវយើងមើលទី1គឺអ្នកប្រុសគាត់និយាយថាម៉េចគាត់និយាយថាអញ្ញងអាសេយ៉ូជំរាបសួរហ្នឹងពេលដែលយើងជួបគ្នាយើងរាក់ទាក់គ្នាគឺអញ្ចឹងហើយវប្បធម៌កូរ៉េគឺ
គេធ្វើកាយវិការបែបនេះសម្រាប់មនុស្សប្រុសគឺគេយកដៃឆ្វេងកាន់ដៃស្ដាំហើយគេងូកក្បាលបន្តិចហើយអោនខ្លួនបន្តិចបន្តមកទៀតម្នាក់បើសិនជាមនុស្សស្រីនៅផ្នែកខាងម្នាក់ស្រីនេះអានញ៉ុងអាសេអូតែជំរាបសួរដូចគ្នាហើយគេដាក់ដៃស្របទៅលើភ្លៅដាក់ដៃស្របចុះក្រោមស្របលើភ្លៅហើយគេអោននាងទៀបជាងមនុស្សប្រុសបន្តិចតែអានេះនៅពេលយើងជួបគ្នាទូទៅធម្មតាបន្ទាប់មកទៀតអានេះសម្រាប់អ្នកដែលស្គាល់គ្នាអ្នកធ្វើការជាមួយគ្នាស្រាប់អញ្ចឹងណាហើយបន្ទាប់មកទៀតនៅពេលដែលយើងមើលរូបខាងនេះហើយគេនិយាយថា처음뵙겠습니다តែឆោអ៊ឹមដំបងភេបតាតែភេបតាស្មើនឹងពាក្យផូដាជួបវាស្មើជាមួយនឹងពាក្យម៉ាណាដាឬក៏ពាក្យផូដាបកតែជួបប៉ុន្តែនឹងគឺជាពាក្យគូសំតែគឺពាក្យគូសំរបស់កូរ៉េនៅពេលដែលយើងជួបនរណាម្នាក់ជាលើកដំបូងគឺគេប្រើពាក្យហ្នឹងយ៉ាងណាឆោអ៊ឹមភេបកេស៊ឹមនេះដែរតែបើយើងសិនយើងបកតាមពាក្យឆោអ៊ឹមភេបកេស៊ឹមនេះដែរកន្លែងនេះមានន័យថាខ្ញុំនឹងជួបតែខ្ញុំនឹងជួបឬក៏ខ្ញុំនឹងឃើញដំបងបើសិនយើងបកតាមពាក្យក៏បកអញ្ចឹងប៉ុន្តែវាយើងមិនបកអញ្ចឹងទេគឺយើងបកថារីករាយដែលបានជួបពេលដែលគេជួបដំបូងគឺគេប្រើពាក្យហ្នឹងហើយអញ្ចឹងគេថាឈើមផេបកេតស៊ីមដារីករាយដែលបានស្គាល់បើយើងបកឲ្យចំហ្មងភាសាខ្មែរយើងបកថាឈើមផេបកេតស៊ីមដាវាស្មើនឹងម៉ាណាសផាន់កាប់ស៊ីមដាដូចគ្នានេះរីករាយដែលបានស្គាល់ប៉ុន្តែពាក្យម៉ាណាសផាន់កាប់ស៊ីមដាគឺជាពាក្យគូសំធម្មតាទូទៅហើយពាក្យឈើមផេបកេតស៊ីមដាហ្នឹងនៅពេលដែលយើងជួបនរណាម្នាក់ហើយយើងនិយាយបែបគូសំបែបរៀងគូសំខ្លាំងបន្តិចទៅលក្ខណៈឧទាហរណ៍ដូចជាយើងនិយាយទៅកាន់មនុស្សចាស់ឬក៏យើងនិយាយទៅកាន់អ្នកដែលមានឋានៈខ្ពស់ជាងយើងប្រើពាក្យឈើមផេបកេតស៊ីមដាយល់ទេណាកន្លែងហ្នឹងតារីករាយដែលបានស្គាល់ឬក៏រីករាយដែលបានជួបអូខេតាឥឡូវអានឹងផ្នែកខាងពេលដែលយើងជួបគ្នាដំបូងតែយើងរាក់ទាក់គ្នាមិនគឺគេរាក់ទាក់គ្នាអញ្ចឹងឬគេស្វាគមន៍គ្នាអញ្ចឹងយើងមើលផ្នែកខាងយើងនៅពេលដែលគេលាគ្នាតែនៅពេលដែលគេបែកគ្នាតើគេនិយាយដោយរបៀបណាតែឥឡូវយើងមើលម្នាក់ស្រីនឹងគាត់កាន់កាបូបមានគាត់អ្នកចេញទៅណាគាត់អ្នកចេញទៅនៅក្នុងភាសាកូរ៉េនៅពេលដែលយើងលាអ្នកនៅយើងនិយាយថាអានញ៉ុងហ៊ីខេសេអូតាសុំនៅបានសុខសុំនៅបានសុខសប្បាយបងអញ្ចឹងបន្តមកទៀតអានញ៉ុងហ៊ីខាសេអូកន្លែងនេះមានសុខសប្បាយតាមផ្លូវឬក៏សុំទៅបានសេចក្តីសុខលក្ខណៈអញ្ចឹងបន្តមកទៀតនៅពេលដែលយើងនិយាយក្នុងលក្ខណៈមិត្តភាពទូទៅធម្មតានៅវ័យស្មើគ្នាឬក៏យើងនិយាយទៅកាន់អ្នកដែលមានវ័យក្មេងជាងឬក៏អ្នកដែលមានឋានៈទាបជាងយើងឬក៏និយាយទៅកាន់សិស្សប្អូនឯហ្នឹងយើងប្រើពាក្យអានញ៉ុងតែអានញ៉ុងកន្លែងនេះស្មើនឹងភាសាអង់គ្លេសបាយបាយឬក៏ភាសាខ្មែរលាយលក្ខណៈអញ្ចឹងតែយល់ទាំងអស់គ្នាណាឥឡូវយើងមកឆ្លើយសំណួរគេបន្តិចហើយយើងបញ្ចប់មេរៀនរបស់យើងមើលសំណួរទី1គេសួរថា 한국 사람들은 만날 때 어떻게 인사해요? តើជនជាតិកូរ៉េទាំងអស់ពេលដែលជួបគ្នាតើគេស្វាគមន៍គ្នាឬក៏គេរាក់ទាក់គ្នាគេជម្រាបសួរគ្នានឹងដោយរបៀបណាតែអានឹងខាងក្រោមយើងឆ្លើយខាងក្រោមមកបន្តមកទៀតលេខ2 한국 사람들은 헤어질 때 어떻게 인사해요? តើគេលាគ្នាដោយរបៀបណាបន្តមកទៀតសំណួរទី3 여러분 고향에서는 តើនៅឯស្រុកកំណើតរបស់អ្នកទាំងអស់គ្នា 어떻게 인사해요 តើគេជម្រាបសួរគ្នាឬក៏គេលាគ្នានឹងដោយរបៀបណាគឺមានន័យអញ្ចឹងតែយល់ទាំងអស់គ្នាណាតើតើជាមួយនឹងផ្នែកខាង 한국의 인사말일 តែឥឡូវយើងមើលខាងក្រោមតែខាងក្រោមនឹងតើតើជាមួយនឹងគេសួរយើងទេ다른 나라에서 다른 나라는 어떻게 인사해요 តើប្រទេសផ្សេងនេះប្រទេសផ្សេងតើប្រទេសផ្សេងហ្នឹងគឺគេជម្រាបសួរឬក៏គេជម្រាបលាឬក៏គេរាក់ទាក់គ្នាហ្នឹងដោយរបៀបណាអូខេអានេះបងប្អូនអាចសាកឆ្លើយខ្លួនឯងទៅឧទាហរណ៍នៅអាមេរិកចឹងគេនេះនៅខាងប៉ែកអឺរ៉ុបអីចឹងគេថើបគ្នាចឹងបន្តមកទៀតឥឡូវយើងចូលដល់ផ្នែកចុងក្រោយហើយយើងចប់តែម្ដងចូលខាងផ្នែកផារឹមកន្លែងនេះបងប្អូនអាច scan QR code នឹងឲ្យស្ដាប់បានដូចគ្នាឥឡូវខ្ញុំអានឲ្យលេខ1ថា 음을 듣고 따라 읽으세요 គេឲ្យយើងស្ដាប់ខាងក្រោមហើយសូមអានតាមតា 따라 읽다 យើងបកថាអានតាមតា 따라 읽으세요 សូមអានតាមមើលលេខ1 1번គេសរសេរ 이름이 ប៉ុន្តែយើងអានថា 이름이 កន្លែងនេះ 이름이 អានថា 이름이 លេខ2 치어이 តែគេអាន 치거비 មុខរបរបន្តមកទៀតខាងក្រោមនេះលេខ3 필리핀 사람이
e a yo ប៉ុន្តែគេអាន Philippine Sarami Ayo យើងមកលេខ2នៅខាងក្រោមហើយយើងបញ្ចប់តែម្ដងថៅមើល Thutko Yon Supe Poseo គេឲ្យយើងស្ដាប់ខាងក្រោមហើយពាក្យ Yon Sup កន្លែងនេះមានន័យវឹកហាត់ហាត់សមឬក៏វឹកហាត់មិនមែនអនុវត្តទេនៅក្នុង dictionary យើងបកថាអនុវត្តប៉ុន្តែអត់ត្រូវទេពាក្យនឹង Yon Sup កន្លែងនេះបកវឹកហាត់ឬក៏ហាត់សមពាក្យ Yon Sup ហាត់អញ្ចឹងណាគេឲ្យយើងស្ដាប់ខាងក្រោមហើយឲ្យយើងហាត់សមឬក៏វឹកហាត់តាមតាលេខ1លេខ1 가 이름이 뭐예요? 나 저는 고천이에요. 올바른 발음의សំឡេងដ៏ត្រឹមត្រូវបន្តមកទៀតខា 직업이 뭐예요? តើមុខរបររបស់អ្នកគឺជាអ្វី 회사원이에요. ហ្នឹងគឺជាបុគ្គលិកក្រុមហ៊ុនបន្តមកទៀត 어느 나라 사람이에요? តើអ្នកគឺជាជនជាតិអ្វី 필리핀 사람이에요. ខ្ញុំគឺជាជនជាតិហ្វីលីពីនក្រោយនឹងគឺតាក់ទងជាមួយនឹង Peun Ohi Hakin មានន័យការពិនិត្យទៅលើពាក្យដែលយើងបានរៀនអញ្ចឹងបងប្អូនមើលទាំងអស់គ្នាទៅពាក្យណាដែលយើងចេះបងប្អូនអាចគូសគ្រីសអញ្ចឹងបើពាក្យណាអត់ចេះទេបងប្អូនអាចខាវីដេអូឬក៏បងប្អូនអាចទៅមើលមេរៀនខាងលើឡើងវិញទៅដើម្បីយើងធ្វើម៉េចឲ្យចាំពាក្យទាំងអស់ហ្នឹងក្នុងមួយមេរៀនបងប្អូនត្រូវទន្ទិញវាឲ្យចាំទាំងអស់ដើម្បីកុំឲ្យវាគោទៅមេរៀនបន្ទាប់ដល់ពេលកាលណាគោទៅមេរៀនបន្ទាប់អញ្ចឹងវាកាន់តែជន់គ្នាទៅធ្វើឲ្យបងប្អូនពិបាករៀនហើយបងប្អូនក៏រៀនអត់ទាន់គេដែរសម្រាប់មេរៀនទី1នៅក្នុងវគ្គទី1ហ្នឹងយើងបញ្ចប់ត្រឹមហ្នឹងបាទអរគុណសូមជម្រាបលា